ថ្ងៃនេះគឺជាថ្ងៃទី2នៃការបង្ហោះខ្លែងឯកនៅក្នុងខេត្តសៀមរាបដែលគេធ្វើរយៈពេល3ថ្ងៃគឺថ្ងៃទី20ថ្ងៃទី21និងថ្ងៃទី22ចា៎នេះគឺក្នុងទស្សនវិជ្ជានៅក្នុងប្រលានយន្តហោះចាស់នៅក្នុងខេត្តសៀមរាបហើយគឺមានមនុស្សជាច្រើនដែលទៅទស្សនាហើយនេះគឺម៉ោងកណ្ដាលថ្ងៃត្រង់តែម្ដងគឺម៉ោង12គឺកំពុងតែពេញក្តៅទោះបីជាក្តៅយ៉ាងណាក៏ដោយនៅតែមានមនុស្សទៅលេងដល់ជាប់ជាមួយនឹងការចងចាំពីកុមារភាពហើយសំឡេងខ្លែងប៉ះទៅនឹងខ្យល់ធ្វើយើងនឹកដល់សម័យមុនដែលមានជីវភាពសាមញ្ញនិងសប្បាយនៅពេលល្ងាចតែបក់ល្អមនុស្សធំទៅគ្រួសារមកពីជុំគ្នាបង្ហោះខ្លែងតែបានមើលទៅលើយ៉ាងធំទូលាយពេលយើងមានអារម្មណ៍ថាចិត្តស្ងប់ស្ងាត់ហើយនឹងធូរស្បើយពីទុក្ខសន្វរទោះបីជាពេលវេលាប្រែប្រួលក៏ដូចជាបច្ចេកវិទ្យាកាន់តែទំនើបក៏ដោយក៏ល្បែងប្រជាប្រិយដូចជាខ្លែងឯកនៅតែមានតម្លៃនិយាយបែបអូហូស្ទឹងដល់នេះនៅកន្លែងបង្ហោះខ្លែងហ្នឹងគេមានជាតាំងវិពណ៌ជាច្រើនមានតាំងនៅកពតមានទាំងកាបូបបារាណមានទាំងរបស់ញ៉ាំច្រើនគ្រប់ប្រភេទមានទាំងស៊ុបមានអ្វីជាច្រើនទៀតគាត់ថាខ្ញុំអត់បានថតចែកឲ្យយើងទាំងអស់គ្នាមើលដោយសារខ្ញុំទៅថ្ងៃទៅគេរៀបចំអត់តាន់ហើយប៉ុន្តែបើយើងទៅល្ងាចដល់ម៉ោង4ម៉ោង5អីគឺពេញហ្មងមនុស្សក៏ច្រើនមេឃក៏រៀងត្រជាក់ហើយរបស់ញ៉ាំគឺបានរៀបចំទាំងអស់ហើយមិនត្រឹមតែប៉ុណ្្នឹងឃើញនេះជនជាតិបរទេសគឺមកលេងច្រើនមែនទែនគឺគាត់ទិញខ្លែងហើយបង្ហោះគាត់បង្ហោះទាំងក្តៅបដ ாய்គាត់អត់ក្តៅទេក៏ពួកអីគាត់ចង់បង្ហោះខ្លែងនៅហោះហើយគាត់អត់បង្ហោះរហូតដល់ហោះហើយខ្លែងគាត់ហោះខ្ពស់ទៀតនេះកន្លែងដែលលក់ខ្លែងនិយាយទៅតង់ទាំងអស់ហ្នឹងកន្លែងដែលលក់ដាច់ជាងគេគឺខ្លែងហ្នឹងហើយគឺម្នាក់គឺមករកតែខ្លែងទេព្រោះអីទីវាបង្ហោះខ្លែងបើសិនជាយើងអត់បានបង្ហោះស្ដាយណាស់ដូច្នេះហើយយើងត្រូវតែបង្ហោះហើយខ្លែងតម្លៃធូរថ្លៃហើយខ្លែងទាំងអស់ហ្នឹងឲ្យតែថាយើងរត់ទៅវាដឹងតែហោះហើយខ្លែងតែទិញទៅគ្មានខ្លែងណាមួយដែលមកហោះទេឲ្យតែយើងចេះបច្ចេកទេសគេយើងទាញវាទៅវាហោះទៅតាមខ្យល់ហើយខ្សែនឹងវែងទៀតវែងមែនទែនហើយគេមានធ្វើគំរូមួយទៀតនេះខ្លែងឯកឡើងធំហ្មងយើងអាចទៅថតរូបបានគេដាក់ថាសៀមរាបផ្ទះខ្ញុំខ្លែងឯកហ្នឹងគឺរូបគេធ្វើនៅនឹងមកគេរូបគេធ្វើជាប់នៅនឹងហើយនេះគឺថាបានបង្ហោះខ្លួនឯងទាញវាទៅវាហោះហើយនេះមើលជាក់ស្ដែងវាហោះខ្ពស់ណាយើងដំបូងយើងរត់ទៅមកយើងទាញទៅវាហោះទៅខ្ពស់មែនទេហើយសុបាយយើងបានបោះវាហោះហើយណាគាត់ថាមេឃរៀងក្តៅតិចហើយអ្នកជនជាតិគាត់អស់ចិត្តណាគាត់បោះឲ្យយូរប្រហែលជាកន្លះម៉ោងគាត់ព្យាយាមប្រហែលជាកន្លះម៉ោងបានខ្លាំងគាត់ហើយគាត់បោះឲ្យហោះឡើងលើមេឃប្រហែលជាកន្លះម៉ោងទៀតអញ្ចឹងគាត់ចំណាយពេលឡើង1ម៉ោងហើយគាត់ឡើងមុខឡើងក្រហមហ្មង